ជំរាបសួរបងប្អូនចាថ្ងៃនេះខ្ញុំចង់មកបង្ហាញបងប្អូនពីរបៀបធ្វើចេកអាំងណាហើយខ្ញុំយកចេកអំបូងនៅស្រុកនេះគេយកចេកហ្នឹងភាគច្រើនគេមានលក់តែចេកហ្នឹងឯងបងប្អូនយើងនៅស្រុកយើងហៅចេកអំបូងឯងប៉ុន្តែនៅនេះខ្ញុំមិនដឹងគេហៅចេកអីគេដាក់តែបាណាណាអីអញ្ចឹងណាហើយចេកនេះវាអត់ធំក្លិនក្អូបដូចចេកអំបូងនៅស្រុកយើងទេហើយខ្ញុំក៏មិនអាចដើររកចេកណាំវ៉ាបានដែរនៅស្រុកនេះអត់មានឃើញលក់ទេចេកណាំវ៉ាហ្នឹងចាបើនៅអង់គ្លេសនឹងមានឃើញខ្លះនៅផ្សារវៀតណាមអីចឹងណាតែនៅនេះអត់មានទេបងប្អូនចឹងខ្ញុំយកចេកហ្នឹងយកមកជំនួសចេកណាំវ៉ាយកមកអាំងខ្ញុំកាត់ចេកមួយហ្នឹងជា3ហើយខ្ញុំយកវែកឆាខ្ញុំហ្នឹងក៏សកត់វាសប៉ែតទៅដើម្បីឲ្យវាបានឆ្អិនខាងក្នុងផងណាបងប្អូនចាហើយខ្ញុំរកវិធីច្រើនយ៉ាងដើម្បីធ្វើយ៉ាងណាឲ្យចេកអាំងហ្នឹងវាឆ្ងាញ់អញ្ចឹងប៉ុន្តែពេលខ្ញុំធ្វើទៅវាអត់ជោគជ័យបងប្អូនចាធ្វើវិធីដាក់លាបប៊ឺហ្នឹងគឺពេលអាំងហើយចេកហ្នឹងវាអត់ក្រៀមទេបងប្អូនគឺវាទន់ចាវាទន់វាក្រហមប៉ុន្តែវាអត់ក្រៀមខាងក្រៅហើយនឹងទន់ខាងក្នុងទេអញ្ចឹងហើយបងប្អូនអាចយកវិធីមួយទៀតគឺវិធីពេលវាក្រៀមហើយយើងដាក់ទឹកអំបិលបងប្អូនហ្នឹងឆ្ងាញ់ចាវាអត់ទន់ទេវាក្រៀមនៅខាងក្រៅហើយខាងក្នុងហ្នឹងគឺវាទន់ដោយស្តៀងចេកអាំងនៅស្រុកយើងដែរអញ្ចឹងណាបងប្អូនហើយវាអត់ផ្អែមទេចេកនេះវារៀងចេកវាអត់ទាន់ទុំអញ្ចឹងវារៀងជូរប៉ុន្តែក្លិនឆ្ងាញ់ដូចស្រុក